ថ្ងៃនេះខ្ញុំមកច្រូតស្រូវស្រែរបស់នាងខ្ញុំដែលដីគម្រោងសម្បទានសង្គមគិច្ចឡាសិត3នឹងដែលបានចែកឲ្យមកនេះជាលើកទី1តែម្ដងនៅក្នុងជីវិតរបស់នាងខ្ញុំព្រោះខ្ញុំពុំដែលមានដីធ្វើស្រែខ្លួនឯងផ្ទាល់ទេដែលបានមានដីបានច្រូតស្រូវមានអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំងរកអីប្រៀបប្របានដោយមានស្រែខ្លួនឯងផ្ទាល់ខ្លួនបានធ្វើបានព្រោះផ្ទាល់ដៃបានច្រូតផ្ទាល់ដៃពិតជាសប្បាយចិត្តមែនទែនដែលខ្លួនឯងមានស្រែធ្វើដូចគេដែរថ្ងៃនេះប្រមូលផលត្រូវកន្លះហត្តាហ្នឹងបាន1/3ទេដោយសារមេឃវាភ្លៀងអញ្ចឹងហើយយើងអត់អាចច្រូតកើតទេបោកហើយនេះបានស្រូវ150គីឡូហើយស្អែកបានតែច្រូតជាបន្តទៀតមានអារម្មណ៍រំភើបខ្លាំងព្រោះតាំងពីដើមមកមួយជីវិតនេះគឺអត់ដែលបានធ្វើស្រូវខ្លួនឯងអរគុណរាជរដ្ឋាភិបាលដែលបានជួយមកដល់ប្រជាពលរដ្ឋដែលជាក្រីក្រដូចរូបនាងខ្ញុំ